ខ្ញុំក៏សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាដែលបានបន្តយកចិត្តទុកដាក់និងគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍវិស័យកីឡានិងការលើកកម្ពស់គុនខ្មែរឲ្យក្លាយជាមោទនភាពជាតិនិងជាកម្លាំងទន់ soft power របស់កម្ពុជានៅលើឆាកអន្តរជាតិឯកឧត្តមលោកកំទាវអស់លោកស្រីបងប្អូនប្រជាពលរដ្ឋទាំងអស់គិតមកដល់ពេលនេះមូលនិធិសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចូលរួមសាងសង់ក្លឹបគុនខ្មែរទាំងការជួយសាងសង់មួយផ្នែកនិងជួយសាងសង់ទាំងស្រុងសរុបចំនួន15ក្លឹបរួចទៅហើយក្នុងនោះមានទី1ក្លឹបប្រាក់វុធីគុនខ្មែរខេត្តបាត់ដំបងក្លឹបសម្រោងកោងគុនខ្មែរខេត្តបាត់ដំបងទី3ទី2អំបញ្ញមិញទី3ក្លឹបឃុំជ្រៃគុនខ្មែរខេត្តបាត់ដំបងនិងទី4ក្លឹបប៉ុងសមិទ្ធគុនខ្មែរស្រុកបឹងរស័យខេត្តបាត់ដំបងទី5គឺក្លឹបសក្ការៈភ្នំតូចគុនខ្មែរខេត្តកំពង់ស្ពឺទី6ក្លឹបគុនខ្មែរកងពលតូចដឹកជញ្ជូនលេខ90ខេត្តកំពង់ស្ពឺទី7ក្លឹបឡុងសារវ័នគុនខ្មែរខេត្តកំពង់ស្ពឺនិងទី8ក្លឹបជ្រៃសែនជ័យគុនខ្មែរខេត្តកំពង់ស្ពឺកំពុងសាងសង់ទី9ក្លឹបគុនខ្មែរស៊ុបប៊ឺវ៉ៃរាជធានីភ្នំពេញនិងទី10ក្លឹបសវណ្ណកុមារគុនខ្មែរខេត្តកណ្ដាលទី11ក្លឹបច័ន្ទពៅគុនខ្មែរខេត្តបន្ទាយមានជ័យទី12គឺក្លឹបគិហាព្រំជ័យខេត្តសៀមរាបទី13ក្លឹបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែងនិងទី14ក្លឹបតឹងត្រង់ដៃជោគុនខ្មែរខេត្តកំពង់ចាមនិងទី15គឺក្លឹបមហាគ្រុឌគុនខ្មែរខេត្តកាចេះដែលយើងកំពុងសពោតជាផ្លូវការនាថ្ងៃនេះនឹងបានជួយជាសម្ភារៈវឹកហាត់ដល់ក្លឹបខ្វះខាតចំនួន20ក្លឹបផងដែរសមិទ្ធផលទាំងនេះគឺជាភស្តុតាងយ៉ាងច្បាស់ថាមូលនិធិគុនខ្មែរបាននឹងកំពុងបង្កើតការផ្លាស់ប្ដូរជាវិជ្ជមាននៅតាមមូលដ្ឋានដែលបានផ្ដល់ទីកន្លែងវឹកហាត់ប្រកបដោយគុណភាពសម្រាប់គ្រូវឹកកីឡាករកីឡាការិនីនិងយុវជនជំនាន់ក្រោយសហព័ន្ធនឹងបន្តការសាងសង់ក្លឹបគុនខ្មែរជាបន្តបន្ទាប់ទៀតនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេសស្របតាមលទ្ធភាពនៃថវិកាមូលនិធិនិងគោលការណ៍តម្លាភាពប្រសិទ្ធភាពនិងសមធម៌ដើម្បីឲ្យយុវជនកម្ពុជាគ្រប់តំបន់ទទួលបានឱកាសស្មើគ្នាក្នុងការសិក្សានិងវឹកហាត់គុនខ្មែរឯកឧត្តមលោកកំទាវអស់លោកស្រីក្លឹបមហាគ្រុឌគុនខ្មែរមិនមែនគ្រាន់តែជាកន្លែងវឹកហាត់កីឡាប៉ុណ្ណោះទេប៉ុន្តែក៏ជាមជ្ឈមណ្ឌលកសាងធនធានមនុស្សសម្រាប់ខេត្តកាចេះព្រមទាំងសង្គមជាតិទាំងមូលផងដែរគុនខ្មែរបង្រៀនយុវជនឲ្យមានវិន័យសិលធម៌គោរពគ្រូគោរពគ្នាទៅវិញទៅមកភាពអត់ធ្មត់ភាពក្លាហានស្មារតីទទួលខុសត្រូវនិងស្មារតីស្នេហាជាតិគុណតម្លៃទាំងនេះគឺជាមូលដ្ឋានគ្រឹះនៃការកសាងពលរដ្ឋល្អនិងសង្គមដ៏រឹងមាំដូច្នេះកន្លងមកយើងឃើញហើយការចូលរួមវឹកហាត់គុនខ្មែរអាណាព្យាបាលភាគច្រើនតែងតែយល់ថាមកហាត់បដាល់គឺជាមកហាត់ការវាយតប់គ្នាបាទគឺខ្ញុំចង់បញ្ជាក់កន្លែងនេះសូមផ្លាស់ប្ដូរទស្សនៈនៃការគិតកីឡាបដាល់គុនខ្មែរគឺជាកីឡាមួយប្រភេទដែលអាចជួយឲ្យអ្នកវឹកហាត់មានសុខភាពល្អរាងកាយមាំមួននិងគោរពវិន័យសេចក្តីថ្លៃថ្នូរក៏ដូចជាមានឆន្ទៈមោះមុតតស៊ូអំណត់ព្យាយាមបាទតស៊ូអំណត់ព្យាយាមហើយអាចជាឆ្ងាយអំពីអំពើបាយមុខផ្សេងទៀតដូច្នេះខ្ញុំសូមពីវនីឲ្យបងប្អូនពុកម៉ែបងប្អូននៅទីនេះសូមជំរុញឲ្យកូនចៅចូលរួមវឹកហាត់គុនខ្មែរឲ្យបានគ្រប់គ្នាយើងហាត់គុនខ្មែរមិនប្រកាសថាយើងត្រូវតែឡើងប្រកួតនៅលើសង្វៀននោះទេបាទយើងអាចហាត់គ្រាន់តែដើម្បីតែសុខភាពល្អរាងកាយមាំមួនក៏បានដែរបាទដោយសម្ដេចមហាវរធិបតីលោកធ្លាប់លើកឡើងថាហេតុអីបានជាប្រជាពលរដ្ឋយើងចូលចិត្តហាត់កីឡាបរទេសដូចជាការ៉ាតេតៃក្វាន់ដូឬក៏កីឡា kickboxing អីផ្សេងហេតុអីយើងមិនគ្រប់គ្រងការវឹកហាត់គុនខ្មែររបស់យើងដែលជាកីឡាប្រពៃណីជាតិបាទជាកីឡាប្រយុទ្ធដូចគ្នាយើងមិនរើសអើងទេក្នុងការវឹកហាត់កីឡាដទៃប៉ុន្តែយើងត្រូវតែលើកស្ទួយគ្រប់គ្រងកីឡារបស់ជាតិយើង
ពួកឯកាលណាកីឡារបស់ជាតិយើងរីកចម្រើននេះជាមុខមាត់របស់ជាតិយើងនេះជាមុខមាត់របស់គុណខ្មែរយើងដែលយើងអាចតំណាងឲ្យកម្ពុជាតំណាងឲ្យខ្មែរយើងចេញទៅប្រកួតនៅលើឆាកអន្តរជាតិបានស្មើមុខស្មើមាត់ជាមួយនឹងប្រទេសដទៃតោះថ្ងៃយើងឃើញហើយក្រៅពីគុណខ្មែរតើយើងអាចទៅប្រកួតជាមួយប្រទេសដទៃយើងទៅប្រកួតនៅអាមេរិកទៅប្រកួតនៅប្រទេសបារាំងនៅប្រកួតនៅប្រទេសជប៉ុនប្រទេសកូរ៉េញូហ្សេឡង់អូស្ត្រាលីយើងទៅច្រើនប្រទេសណាស់សិតតែប្រទេសមហាអំណាចហើយយើងអាចយកឈ្នះកីឡាករកីឡាការិនីដែលនៅក្នុងប្រទេសមហាអំណាចទាំងនោះទៀតផងនេះជាមោទនភាពមែនទែនសម្រាប់ជាតិខ្មែរយើងតែយើងអាចបង្ហាញឲ្យបរទេសថាខ្មែរយើងពិតជាពូជសាសន៍មួយដែលមានវប្បធម៌អរិយធម៌រុងរឿងកាលពីអតីតកាលដែលដូនតាខ្មែរបានបង្កើតសិល្បៈក្បាច់គុនមួយដ៏អស្ចារ្យដែលអាចប្រកួតជាមួយសាសនាក៏បានដែរបាទអញ្ចឹងយើងចូលរួមវឹកហាត់គុនខ្មែរបាទមិនប្រកាសថាត្រូវតែប្រកួតទេប៉ុន្តែបើសិនជាយើងមានសមត្ថភាពមានទេពកោសល្យមានការវឹកហាត់ត្រឹមត្រូវមានការណាវឹកហាត់ច្បាស់លាស់មានសមត្ថភាពគ្រប់គ្រាន់យើងអាចឡើងប្រកួតបានបាទយើងអាចឡើងប្រកួតបានប្រកួតដើម្បីទទួលបានថវិកាដោះស្រាយជីវភាពនិងរឹតស្ទួយសេដ្ឋកិច្ចគ្រួសារសេដ្ឋកិច្ចសង្គមជាតិទៀតបាទនេះគឺជារឿងដែលល្អបំផុតមួយតែបើសិនជាយើងគិតថាយើងហាត់ហើយយើងមិនចង់ទៅចូលរួមប្រកួតខ្លាចរបួសខ្លាចបែកមុខបែកមាត់យើងហាត់ដើម្បីតែសុខភាពល្អរាងកាយមាំមួនការពារខ្លួនបាទហើយអ្នកដែលហាត់គុនខ្មែរហើយគឺជាទំពាំងដ៏មានគុណភាពសុទ្ធតែជាពលរដ្ឋដែលមានប្រយោជន៍សម្រាប់សង្គមដោយសារអីហាត់គុនខ្មែរហើយសុខភាពរាងកាយយើងមើលកីឡាករមួយមើលសាច់ដុំបាទឲ្យទៅធ្វើស្រែឲ្យទៅធ្វើសំណង់ទៅធ្វើអីក៏បានដែរធ្វើអីក៏ខ្លាំងជាងគេដែរព្រោះមានកម្លាំងហើយមួយទៀតអត់ឈឺបាទសុខភាពរាងសុខភាពល្អអត់ឈឺណាអត់មានជំងឺប្រចាំកាយមានអីអានេះហើយគឺជាការចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចសង្គមមួយដ៏ខ្លាំងក្លាបាទព្រោះអីមានតែពលរដ្ឋដែលយើងមានសុខភាពល្អទេអាចចូលរួមសកម្មភាពនានាក្នុងសង្គមបានទេទើបសង្គមយើងរីកចម្រើនបាទពលរដ្ឋយើងអត់ព្រមលេងកីឡាអត់ព្រមហាត់កីឡាហើយដល់ពេលអាយុ20 30មិនទាន់ទេទឹកនោមផ្អែមលើឈាមឡើងជាតិអាស៊ីតដើរអត់រួចតើទៅជួយសង្គមអភិវឌ្ឍសង្គមតាមរបៀបណាបាទទៅជាបន្ទុករបស់សង្គមវិញឈឺចូលពេទ្យអស់លុយគ្រួសារត្រូវការមើលថែអត់អាចទៅរកស៊ីបានអញ្ចឹងវាជាបន្ទុកដ៏ធំមួយរបស់គ្រួសារក៏ដូចជាសង្គមបាទដូច្នេះហើយក្នុងនាមសហព័ន្ធយើងមានជំនឿមុតមាំថាការវិនិយោគលើគុនខ្មែរគឺជាការវិនិយោគលើធនធានមនុស្សនៅពេលយុវជនយុវនារីទៅតាមបណ្ដាខេត្តស្រុកក្រុងឃុំសង្កាត់បានចូលរួមវឹកហាត់គុនខ្មែរពួកគេនឹងបានទទួលសុខភាពល្អរាងកាយមាំមួនស្មារតីរឹងមាំមានវិន័យនិងចេះរស់នៅក្នុងសង្គមប្រកបដោយការទទួលខុសត្រូវជាពិសេសការវឹកហាត់គុនខ្មែរគឺជាការជួយឲ្យយុវជនជៀសឆ្ងាយអំពីអំពើអបាយមុខគ្រឿងញៀនគ្រប់ប្រភេទអំពើហិង្សានិងបញ្ហាសង្គមផ្សេងៗនេះជាការចូលរួមយ៉ាងសំខាន់ក្នុងវិស័យគុនខ្មែរក្នុងការកសាងសង្គមមួយប្រកបដោយសុខដុមរមនានិងការអភិវឌ្ឍប្រកបដោយចីរភាពលើសពីនេះសម្រាប់យុវជនដែលមានទេពកោសល្យនិងឆន្ទៈខ្ពស់គុនខ្មែរក៏អាចក្លាយជាអាជីពដ៏មានកិត្តិយសដែលអាចផ្ដល់ប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិតលើកកម្ពស់ជីវភាពគ្រួសារនិងនាំមកនូវកិត្តិយសជូនជាតិលើឆាកអន្តរជាតិនេះជាចក្ខុវិស័យរបស់សហព័ន្ធក្នុងការប្រើប្រាស់គុនខ្មែរមិនត្រឹមតែជាកីឡាប្រកួតប៉ុណ្ណោះទេប៉ុន្តែជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការកសាងធនធានមនុស្សអភិវឌ្ឍសហគមន៍និងលើកកម្ពស់សេដ្ឋកិច្ចជាតិទន្ទឹមនឹងនេះសហព័ន្ធនឹងបន្តពង្រឹងគុណភាពគ្រូបង្វឹកកីឡាករកីឡាការិនីមន្ត្រីអាជ្ញាកណ្ដាលចៅក្រមបង្កើនការប្រកួតគ្រប់កម្រិតពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិនិងជំរុញឲ្យគុនខ្មែរក្លាយជាផលិតផលវប្បធម៌កីឡានិងទេសចរណ៍ដ៏មានតម្លៃដែលពិភពលោកទទួលស្គាល់ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាក្លឹបមហាគ្រុឌគុនខ្មែរនឹងក្លាយជាថ្នាលបណ្ដុះបណ្ដាលកីឡាករឆ្នើមជាមជ្ឈមណ្ឌលអប់រំយុវជនល្អនិងជាកម្លាំងចលករមួយក្នុងការអភិវឌ្ឍវិស័យគុនខ្មែរនៅខេត្តក្រចេះជាទីបញ្ចប់ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ឋានៈសប្បុរសជនវិស័យឯកជននិងប្រជាពលរដ្ឋទាំងអស់បន្តចូលរួមគាំទ្រវិស័យគុនខ្មែរព្រោះការគាំទ្រគុនខ្មែរគឺជាការគាំទ្រយុវជនគាំទ្រវប្បធម៌
និងជាការចូលរួមលើកស្ទួយកិត្តិយសជាតិសហព័ន្ធកីឡាប្រដាល់គុណខ្មែរបដិញ្ញាបន្តអភិវឌ្ឍក្លឹបគុណខ្មែរឲ្យបានគ្រប់បណ្ដាខេត្តបន្តលើកកម្ពស់គុណភាពគ្រូបង្វឹកនិងកីឡាករព្រមទាំងប្រើប្រាស់គុណខ្មែរជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការកសាងធនធានមនុស្សអភិវឌ្ឍសហគមន៍និងលើកបង្កើនកិត្យានុភាពបរិជាណចក្រកម្ពុជានៅលើឆាកអន្តរជាតិហើយក្នុងឱកាសនេះក៏ខ្ញុំសូមអរគុណដល់លោក Thomas Tam ដែលបានជ្រោមជ្រែងបាទលើកស្ទួយនៅការអភិវឌ្ឍវិស័យគុនខ្មែរនៅខេត្តកញ្ចេះបើគ្មានការបដិបត្តិដើមពីលោកទេក៏ខ្ញុំមិនអាចបាទមកជួយដល់ទីនេះបានដែរបាទគឺមកពីមានការបដិបត្តិដើមជាមួយនៅលោកជាបាទតែសហការគ្នាបង្កើតបានគុនក្លឹបគុនខ្មែរមួយហើយទើបខ្ញុំឃើញនៅសមិទ្ធផលនេះបានយើងអាចចុះមកជួយបានបាទចឹងហើយពេលនេះសូមអរគុណចំពោះទឹកចិត្តបរិសុទ្ធនិងការស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់គាត់ចំពោះប្រជាជនកម្ពុជាទោះបីជាគាត់ជាជនបរទេសជនជាតិម៉ាឡេស៊ីប៉ុន្តែគាត់បានរស់នៅកម្ពុជាយូរហើយគាត់បានបង្កើតអង្គការមួយដោយចិញ្ចឹមបីបាច់កុមារកម្ពុជាកុមារដែលអនាថាគ្មានគ្រួសារកំពីកំព្រាចំនួន20នាក់បាទហើយគាត់នឹងបន្តការជួយជុំជ្រែងបន្តទៅមុខទៀត Thank you Mr. Thomas for your show love for Cambodian people for Kun Khmer without condition. Yeah, thank you very much. ក៏សូមអរគុណដល់បងប្រធានមន្ត្រីក៏ដូចជាបងអភិបាលក្រុងអភិបាលរងក្រុងចំពោះការគាំទ្រលើកស្ទួយនិងការជ្រោមជ្រែងទៅដល់ក្លឹបគុនខ្មែរមហាគ្រុឌគុនខ្មែរខេត្តកញ្ចេះនេះបាទហើយសង្ឃឹមថាបងទាំងពីរនឹងបន្តការគាំទ្រតទៅទៀតដើម្បីទៅមិនជួយទ្រទ្រង់ក្លឹបនេះឲ្យបន្តរស់រានខ្លាយទៅជាកន្លែងបន្តបណ្ដានៅធនធានមនុស្សគុនខ្មែរប្រចាំខេត្តកញ្ចេះហើយយើងនៅថ្ងៃអនាគតកីឡាករដែលចេញពីទីនេះទៅប្រកួតនៅរាជធានីភ្នំពេញក៏ដោយទៅប្រកួតនៅក្រៅប្រទេសក៏ដោយគឺតំណាងឲ្យខេត្តកញ្ចេះបាទអញ្ចឹងពេលដែលប្រកួតទទួលបានជ័យលាភីគឺជាមុខមាត់របស់ប្រជាពលរដ្ឋខេត្តកញ្ចេះទាំងមូលតែម្ដងដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ប្រកោបាទក្រុងកញ្ចេះនេះសូមចូលរួមគាំទ្រទាំងអស់គ្នាចូលរួមឧបត្ថម្ភទៅតាមលទ្ធភាពដើម្បីធ្វើម៉េចជួយឲ្យក្លឹបមហាគ្រុឌគុនខ្មែរនេះបន្តរស់រានជានិច្ចនិរន្តរ៍ទៅមុខទៀតបាទឲ្យបានយូរវែងទៅមុខដើម្បីផលិតធនធានសម្រាប់ខេត្តកញ្ចេះឲ្យបានច្រើនហើយក៏ដូចជាលោក Thomas បានលើកឡើងមិញហើយខ្ញុំជឿជាក់ថាការអភិវឌ្ឍវិស័យគុនខ្មែរនៅខេត្តកញ្ចេះនឹងចូលរួមចំណែកលើកស្ទួយនៅសេដ្ឋកិច្ចខេត្តកញ្ចេះបានច្រើនជាពិសេសការលើកស្ទួយទេសចរខេត្តកញ្ចេះបាទដោយគាត់ត្រៀមនឹងរៀបចំនៅផែនការបាទសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរនឹងរៀបចំនៅព្រឹត្តិការណ៍ជាច្រើននៅថ្ងៃអនាគតពេលដែលយើងមានក្លឹបនៅទីនេះបណ្ដុះបណ្ដាលធនធានច្រើនហើយយើងនឹងរៀបចំនៅផែនការប្រកួតលក្ខណៈបាទអន្តរជាតិរវាងប្រទេសដែលនៅជាប់ដងទន្លេមេគង្គដែលមានកម្ពុជាវៀតណាមឡាវអាចឈានទៅដល់ភូមាម៉ាឡេស៊ីបាទឥណ្ឌូនេស៊ីឬក៏សិង្ហបុរីដែលក្នុងសហគមន៍អាស៊ាននេះដើម្បីបង្កើតព្រឹត្តិការណ៍បាទព្រឹត្តិការណ៍អន្តរជាតិនៅខេត្តកញ្ចេះដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមកពីវៀតណាមមកពីឡាវមកពីម៉ាឡេមកពីសិង្ហបុរីមកកំសាន្តនៅទឹកដីខេត្តកញ្ចេះដែលយើងមានតំបន់ទេសចរច្រើនណាស់នៅទីនេះណាមានវត្តអសរ100មានសោតទឹកសាបបាទក៏មានទន្លេមេគង្គយើងដែលសម្បូរទៅដោយធនធានត្រីច្រើនណាស់បាទត្រីសម្បូរបែបទាំងភ្ញៀវទេសចរក៏អាចមកពិសាលក់ទៅរសជាតិត្រីទឹកសាបបាទហើយក៏ដូចជាដើរកំសាន្តនៅតំបន់ទេសចរមានក្រូចខ្លុងមានកលានបាទសូម្បីតែខ្ញុំមកក៏ខ្ញុំទិញទៅដែរឲ្យតែមកលឹងណាដាក់មកគូឡានទៅវិញហើយខ្លុងក្រូចខ្លុងឯកលានបាទគឺឆ្ងាញ់ណាស់នៅខេត្តកញ្ចេះចឹងនេះគឺជាការចូលរួមចំណែកខ្ញុំជឿជាក់ថាគុនខ្មែរគឺជាវិស័យមួយដែលអាចចូលរួមចំណែកលើកស្ទួយដល់សេដ្ឋកិច្ចជាតិច្រើនមែនទែនបាទពួកអីគុនខ្មែរសប្តាហ៍ថ្ងៃនេះគឺយើងបានអភិវឌ្ឍផ្សព្វផ្សាយទៅដល់សឹងតែគ្រប់ប្រទេសហើយលើពិភពលោកខ្ញុំធ្វើដំណើររហូតបាទតិចទៅអឺរ៉ុបតិចទៅអាមេរិកតិចទៅអាមេរិកខាងត្បូងអាមេរិកខាងជើងអត់ឈប់ឈរទេគឺដើម្បីអីនាំគុនខ្មែរយកទៅផ្សព្វផ្សាយគេស្គាល់គុនខ្មែរទៅដល់ទីណាប្រទេសខ្មែរទៅដល់ទីហ្នឹងពេលគេស្គាល់គុនខ្មែរគេស្គាល់ប្រទេសខ្មែរ
ហើយជាមោទនភាពមែនតើដែលយើងទឹកថ្មីនេះនៅប្រទេសវៀតណាមរៀបចំជើងឯកថ្នាក់ជាតិខ្មែរកីឡាគុនខ្មែរបាទគេរៀបចំជើងឯកថ្នាក់ជាតិមិនកីឡាករកីឡាការីវៀតណាម250នាក់ចូលរួមប្រកួតគុនខ្មែរឥឡូវនេះប្រទេសឥណ្ឌាដែលជាមហាអំណាចធនធានមនុស្សលេខ1លើពិភពលោកបានថាមនុស្សច្រើនជាងគេឥណ្ឌា1400ជាងលានអ្នកដាច់ប្រទេសចិនទៀតឥឡូវនេះកំពុងតែរៀបចំប្រកួតជើងឯកថ្នាក់ជាតិគុនខ្មែរប្រចាំប្រទេសឥណ្ឌាដែរបាទដែលមានកីឡាករវឹកហាត់គុនខ្មែររាប់ពាន់រាប់ម៉ឺននាក់នៅប្រទេសឥណ្ឌាហើយយើងមានមោទនភាពទេតែសូម្បីតែឥណ្ឌាចិនវៀតណាមបាទម៉ាឡេស៊ីឥណ្ឌូនេស៊ីគេហាត់គុនខ្មែរយើងគេហាត់កីឡារបស់ដូនតាយើងបាទគាត់ថាយើងទៅដល់ឃើញយើងរំភើបថាអីប្រទេសខ្ញុំទូប៉ុណ្ណេះសោះហេតុអីបានជាគេទទួលស្គាល់ហើយគេចូលរួមជីវភាពនៅក្នុងវិស័យគុនខ្មែរជាមួយយើងណាដែលប្រទេសមួយទូច7ដល់10លាននាក់បើប្រៀបធៀបជាមួយចិន1400លាននាក់យើងតិចជាងចិន100ដងទូចជាងចិន100ដងបាទប្រទេសយើងទាំងមូលប្រជាជនកម្ពុជាមកប្រទេសមិនស្មើប្រទេសចិនមកស្រុកស្រុកនៅចិនទីក្រុងខ្លះមាន30លាននាក់បើខេត្តមួយវិញ100លាននាក់ខេត្តនៅចិនហើយបើយើងមកប្រទេសមានតែ17លាននាក់ហើយចិនគេទទួលស្គាល់គុនខ្មែរយើងបាទនេះជាមោទនភាពដែលយើងគិតថាមិនមែនជារឿងធម្មតាទេគុនខ្មែរខ្ញុំឲ្យតម្លៃខ្ពស់ហើយខ្ញុំប្រឹងប្រែងយើងទាំងអស់គ្នានៅទីនេះក្នុងនាមសហព័ន្ធក្នុងនាមអាជ្ញាធរក្នុងនាមអ្នកដឹកនាំរាជរដ្ឋាភិបាលលោកប្រឹងប្រែងណាស់ក្នុងការលើកស្ទួយជំរុញការអភិវឌ្ឍគុនខ្មែរដើម្បីឲ្យគុនខ្មែរអាចធ្វើដំណើរទៅដល់គ្រប់ទិសទីនៅទូទាំងពិភពលោកបាទនេះជាមោទនភាពក៏ដូចជាកិត្តិយសជាតិរបស់យើងដូច្នេះជាចុងក្រោយក៏ខ្ញុំសូមគោរពជូនពរអាយដាមលោកជំទាវអស់លោកស្រីភ្ញៀវកិត្តិយសជាតិអន្តរជាតិទាំងអស់មន្ត្រីបច្ចេកទេសសហព័ន្ធគ្រូបង្វឹកកីឡាករកីឡាការិនីព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកញ្ចេះក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីសូមប្រកបដោយសុខភាពល្អសុភមង្គលវិបុលសុខនិងជោគជ័យគ្រប់ភារកិច្ចខ្ញុំសូមប្រកាសការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្លឹបមហាគ្រុឌគុនខ្មែរខេត្តកញ្ចេះចាប់ពីពេលនេះតទៅហើយក្នុងពិធីសម្ពោធនេះផងដែរក៏ក្នុងនាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរខ្ញុំសូមពំនាំនៅការឧបត្ថម្ភជូនដល់ការរៀបចំកម្មវិធីចំនួន4លានរៀលផងដែរបាទហើយក៏សូមឧបត្ថម្ភដល់គណៈកម្មការរៀបចំការប្រកួតចំនួន1លានរៀលផងដែរបាទសូមអរគុណ